ហើយនោះនឹងមកបដៅពួកវាយកក្បាលមនុស្សវាទាំងអស់បងមែនហើយនៅមានអ្នកស្រីហួរនោះទៀតនៅមានអ្នកបំរើនោះទៀតនៅមានឈីវសៀងទៀតផងនិយាយមួយម៉ាត់ឲ្យចប់ទៅគឺឲ្យមកផ្ទះនេះវាងាប់ទាំងអស់ទទួលបរិយាបញ្ជាលបងស្រួលខ្លួនទេស្រួលលបងខ្ញុំលើថាមិញនេះលបងបានឆ្លើយនឹងកំណាព្យឈ្នះព្រះអង្គម្ចាស់យ៉ាងសង្ហាមែនទេគួរឲ្យខ្លាចណាស់ជួយច្បាំងឲ្យខ្ញុំបានស្អាតបន្តិចមែនហើយអ្នកទាំងពីរនឹងសង្ហាខ្លាំងណាស់មិនបាច់តែងខ្លួនទៀតទេតើមួយណាសង្ហាជាងទៅចាក់ទឹកតែខ្ញុំមកពេញសិនមកអត់មានច្រឡំទេដឹងនេះឯងជាអ្នកបម្រើខ្ញុំជាអ្នកប្រុសណាឯងចាក់ទឹកតែឲ្យខ្ញុំទៅត្រូវរឿងអីដែលខ្ញុំត្រូវចាក់ទឹកតែឯងជាអ្នកបម្រើនេះជ្រុលពេកហើយឯងធ្វើឲ្យពួកខ្ញុំយកចិត្តហើយបើដឹងមុនយ៉ាងនេះយើងធ្វើជាអ្នកប្រុសជួបអាចដាក់ក្បាលឯងវាមិនល្អទេអីគ្រាន់តែថាអ្នកបម្រើមិនចាំបាច់អាចដាក់ក្បាលខ្ញុំទេឯងកុំសើចណាពួកខ្ញុំគឺនិយាយមើលណាមិនអីទេពួកអាចចង្រៃឯងនេះទៅចាក់ទឹកតែខ្ញុំព្រាបទៅអញ្ចឹងទៅដូចជាលបងយើងទៅជាលបងមែនទេណាម៉ែហ្នឹងហ៎ចង់តណាទឹកតែម៉ែពួកអញចេញក្រៅសិនចោះម៉ែមានរឿងចង់និយាយជាមួយវ៉ាអានបានអង្គុយទៅអរគុណអ្នកស្រីវ៉ាអានឯងបានគុណសម្បត្តិខ្ញុំមានទឹកតែយិនស៊ីង1000ឆ្នាំទៅខ្លាំងណាស់ឯងផឹកទៅវ៉ាអានអរគុណបងឈីសៀងមិនបាច់គួរសមទេពិសាទៅឯងមានចំណេះនឹងធ្វើដៃល្អម្លឹងគួរតែប្រឡងយកតំណែងអីមកធ្វើទើបត្រូវមិនក៏មកធ្វើជាអ្នកបម្រើអញ្ចឹងអ្នកស្រីបនសាក់សម្រាប់ខ្ញុំមិនសំខាន់អីទេព្រោះថានៅទីនេះមានអ្នកស្រីហើយនឹងបងឈីវសៀងល្អនឹងខ្ញុំយ៉ាងនេះខ្ញុំនឹងធ្វើការអស់មួយជីវិតក៏ព្រមដែរចំជាយុវជនល្មូបស្រីខាងភួរហួរមែនអ្នកស្រីកំពុងនិយាយមួយខ្ញុំខ្ញុំដឹងថាឯងយូរហើយពិតមែនតែខ្ញុំនឹងតកោខាងមានគំនុំមែនប៉ុន្តែឯងបានជួយខ្ញុំបើមិនអញ្ចឹងទេកន្លែងនេះក៏ត្រូវរបួសធ្ងន់ដែរមិនត្រូវយកទោសសងគុណទេឯងមិនសារភាពក៏ហីទៅតែទោះបីខ្ញុំសារភាពក៏ដោយក៏ខ្ញុំមិនអាចផ្លុំអ្នកស្រីឲ្យស្ងួតទាញអ្នកស្រីឲ្យវែងអ្នកស្រីយល់ពីសម្ដីរបស់ខ្ញុំទេខ្ញុំយល់ប៉ុន្តែថ្ងៃនេះឯងមិនសារភាពទុំថ្ងៃណាមួយសារភាពតាពិតហ៎ល្អខ្ញុំគិតថាបើឯងសារភាពខ្ញុំនឹងលើកឈីវសៀងឲ្យឯងពាក្យនេះជាពាក្យពិតដែរសម្ដីរបស់អ្នកស្រីនិយាយទៅហើយគួរតែគិតឲ្យច្បាស់លាស់ទៅហើយខ្ញុំនេះគឺអ្នកក្លាហានសង្ហាល្មមស្នេហ៍ខាងភូហួរអ្នកស្រីកុំចេះអ្នកស្រីខ្ញុំលៀបសម្ដីហើយចំពោះឯងនេះខ្ញុំចង់ឲ្យតែស្លាប់ទេណែអ្នកស្រីមានរឿងអីនិយាយតាមស្រួលទៅចាំបាច់ប្រើកំបិតធ្វើអីឯងកំពុងវល់ខ្ញុំហ៎ខាងធានហាវមនុស្សក្បត់ចិត្តឯងនេះតានោះខ្ញុំសម្លាប់ឯងមិនបានថ្ងៃនេះខ្ញុំសម្លាប់កូនឯងដើម្បីបញ្ចេញកំហឹងរបស់ខ្ញុំអ្នកស្រីកុំបន្ទោសខ្លាំងពេកសំអាងទៅលើពួកអាពងដៅអននេះធ្វើທາງភូហួរខ្ញុំអីកើតទៅយកល្អធ្វើត្រឹមត្រូវតិចទៅខ្ញុំប្រាប់ឯងទៅចុះទឹកតែដែលឯងផឹកមិញនោះខ្ញុំបានដាក់ពឹសលេខ1លើលោករួចហើយឯងមានជីវិតតែមួយថ្ងៃទេពឹសលេខ1នោះមិនមែនជាពឹសមួយថ្ងៃស្លាប់នោះទេគឺជាពឹសកន្លះជំហានរបស់គ្រួសារថាខ្ញុំនេះផ្ដេសផ្ដាស់មួយថ្ងៃអស់ជីវិតរបស់ពួកខ្ញុំគឺប្រើពឹស7មុខខុសគ្នាឆ្នាំរបស់យើងផ្សំ49ថ្ងៃទៅបានសម្រេចគ្មានពណ៌គ្មានក្លិនសម្រាប់មនុស្សគ្មានសមោដើរញញឹមមកជំហានស្លាប់របស់ខ្ញុំគឺយកសត្វឃ្មុំសត្វក្រុមសត្វក្អែបរួមទាំងគ្រាប់ឈូកតកនៅភ្នំធានសានទៀតมันខ្លាចធាតុក្តៅធាតុត្រជាក់អ្វីទាំងអស់គឺខ្លាំងអស្ចារ្យហើយមានរសជាតិឆ្ងាញ់ទៀតផងឆ្នាំមួយថ្ងៃអស់ជីវិតរបស់យើងអ្នកណាលេបហើយក្នុងរយៈពេលមួយថ្ងៃត្រូវតែរលាយក្បាច់គុណអស់ជីបចោលដាច់អស់ហើយវង្វេងស្មារតីទៀតផងចុងក្រោយត្រូវផ្ទុះសរសៃឈាមស្លាប់មួយរំពេចត្រឹមត្រូវហើយចំណែកអ្នកដែលលេបថ្នាំដាវញញឹមមួយជំហានស្លាប់នោះគឺចេះតែដើរញញឹមផ្ដេសផ្ដាស់ដើរបានកន្លះជំហានក៏ញញឹមចុងក្រោយហើយក៏ផ្ទុះខ្លួនស្លាប់ពិតជាដើរកំសាន្តអស់សម្លាប់មនុស្សបំបិតមាត់ត្រូវទៅថ្នាំពូកែបើអញ្ចឹងទិញកន្លែងណាទៅល្អដែរដែលបងត្រូវការព្រោះថាខ្ញុំនៅមួយដែរនេះថ្នាំកំតិចកំទីនេះពូកែម្លឹងមែនទេសុំទោសចុះលើលោកនេះសាហាវខ្លាំងណាស់ឥឡូវចង្រៃប្រយ័ត្នបែកមាត់ណាបើមិនជឿភ្លក់សាមើលទៅស្មានតែខ្ញុំមិនហ៊ានទេខ្ញុំដឹងច្បាស់ថាមិនហ៊ានទេខ្ញុំលេបឯងមើលលេបមើលលេបក៏លេបលេបទៅ
អាអត់អញហ៊ាន ទេទៅ ស្មាត់ខ្ញុំហ៊ានខ្ញុំលេបណោហេ ឯងស្មានតែខ្ញុំឈួតលេបវាហ៎